ទីបំផុតប្រទេសនៅតំបន់អាស៊ានរបស់យើងអាចធ្វើបានហើយថ្មីនេះឥណ្ឌូនេស៊ីបានធ្វើការហាមឃាត់មិនឲ្យកុមារអាយុក្រោម16ឆ្នាំប្រើប្រាស់បណ្ដាញសង្គមដើម្បីការពារពីហានិភ័យនៃអនឡាញបញ្យោងតាមការចុះផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP គេបានចុះផ្សាយថារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងក៏ដូចជាកិច្ចការ Digital របស់ឥណ្ឌូនេស៊ីហ្នឹងគេបានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រម្សិលមិញគេបានបញ្ជាក់ថាគណនីរបស់កុមារក្រោមអាយុ16ឆ្នាំនៅលើបណ្ដាញសង្គមជាច្រើននឹងត្រូវធ្វើការផ្អាកទាំងស្រុងតែម្ដងដូច្នេះបងប្អូនយើងយល់យ៉ាងណាដែរទៅលើការហាមឃាត់របស់ឥណ្ឌូនេស៊ីទៅលើកុមារក្រោមអាយុ16ឆ្នាំណាកុំភ្លេចជួយ share ម្នាក់មួយផងហើយតាក់ទងជាមួយនឹងរឿងនេះយើងឃើញថាឥណ្ឌូនេស៊ីធ្វើទៅគឺសម្រាប់ខ្ញុំគឺជារឿងល្អមួយប៉ុន្តែយើងឃើញថាតាក់ទងជាមួយនឹងការប្រើប្រាស់នៅបណ្ដាញសង្គមអាយុក្រោម16ឆ្នាំក្មេងៗអាយុក្រោម16ឆ្នាំណាវាមានតែគុណសម្បត្តិនិងគុណវិបត្តិហើយយើងឃើញហាក់ថារាល់ថ្ងៃនេះគុណវិបត្តិក៏ឃើញមានច្រើនដែរអ្នកខ្លះទៅគាត់គាត់នៅក្មេងហើយគាត់ទទួលបាននៅព័ត៌មានដែល trend new feed រាល់ថ្ងៃដែលសិតតែជាព័ត៌មានដែលមិនល្អទៅទៀតនោះវាធ្វើឲ្យប៉ះពាល់ខ្លាំងមែនទែនហើយបើសិនជាក្នុងករណីគាត់យកបណ្ដាញសង្គមក៏ដូចជាទាំងអស់ហ្នឹងគាត់យកទៅធ្វើរឿងដែលមិនគប្បីណាមួយវាកាន់តែជារឿងមួយដែលចេះផលអវិជ្ជមានកាន់តែខ្លាំងឡើងព្រោះគាត់នៅក្មេងហើយគាត់បានឃើញនៅព័ត៌មានជាច្រើនទាំងដែលគាត់មិនអាចស្ថិតនៅក្នុងអវ័យមួយនឹងទៅទៀតចឹងបងប្អូនយល់យ៉ាងណាដែរតាក់ទងជាមួយនឹងការហាមឃាត់របស់ឥណ្ឌូនេស៊ីទៅលើការប្រើប្រាស់បណ្ដាញសង្គមទៅលើក្មេងក្រោមអាយុ16ឆ្នាំ